ថ្ងៃនេះមកពីចកាបងប្អូនហើយក៏ឃើញផ្ទីលោះត្រួយខ្ចីខ្ញុំក៏បានបេះមកដៃមកដើម្បីយកមកឆាផ្ទីថ្ងៃនេះដែរជាមួយនឹងសាច់ជ្រូកបងប្អូនហើយគ្រឿងផ្សំថ្ងៃនេះដូចមាននៅក្នុងវីដេអូហ្នឹងបងប្អូនមើលទៅហើយជាដំបូងយើងដាក់ខ្លាញ់ហើយនឹងដាក់ខ្ទឹមសដែលយើងច្រាំវារាងម៉ត់តិចហ្នឹងណាលីងខ្ទឹមវាឲ្យដល់ឈ្ងុយអញ្ចឹងណាបងប្អូនបន្ទាប់ពីលីងខ្ទឹមឲ្យវាឡើងឈ្ងុយពេញតាភូមិអញ្ចឹងមកយើងចាប់ផ្ដើមដាក់ជាមួយសាច់ជ្រូកបន្តទៀតបងប្អូនឥឡូវនេះយើងលីងឲ្យវារៀងឈ្ងុយសិនបងប្អូនចង់បានឈ្ងុយខ្លាំងលីងវាឲ្យរៀងឡើងក្រហមទៅបើចង់បានមកល្មមទេដាក់វាប៉ុណ្្នឹងទៅហើយយើងដាក់សាច់ជ្រូកចូលបងប្អូនសាច់ជ្រូកនេះទិញមកបន្តិចទេដើម្បីយកមកធ្វើមុខម្ហូបយើងដោយសារយើងញ៉ាំលក្ខណៈគ្រួសារទូចអញ្ចឹងណាបងប្អូនមានតែ2នាក់អញ្ចឹងយើងញ៉ាំបែបច្រឡំគ្រួសារទូចបងប្អូនឥឡូវនេះមានសមាជិក3នាក់ទៀតបងប្អូនកូនចៅខ្ញុំ3នាក់នេះស៊ីបាយច្រើនណាបងប្អូនហើយឥឡូវនេះយើងត្រឡប់មកមុខម្ហូបយើងវិញយើងដាក់សាច់ចូលទៅយើងលេងវាមកស្ទូជាមួយនឹងខ្ទឹមហ្នឹងលីងវាចូលជាតិជាមួយខ្ទឹមហ្នឹងហើយចាំយើងដាក់គ្រឿងចូលតាមក្រោយដំបូងយើងដាក់ប៊ីចេងបន្តិចទៅមកចុងពព្រាតមកដាក់រ៉ូឌីហើយយើងដាក់ស្ករសបន្ទាប់មកយើងចាក់ផ្ទីយើងបងប្អូនផ្ទីនេះយើងលាងឲ្យស្អាតពេលបេះមកពីចកាលាងឲ្យស្អាតមកលាស់ខ្ចីអញ្ចឹងគឺថាមានជាតិខ្លាំងមែនតើបងប្អូនហើយត្រឡប់វាជាមួយនឹងសាច់ជ្រូករបស់យើងហើយទុកឲ្យវាស្លោកទៅយើងលើកញ៉ាំបានហើយបងប្អូនហើយបើសិនវាគោកពេកយើងថែមទឹកតិចទៅគ្របចោលព្រឹបពេលលើកមកវិញឆ្អិនជាការស្រេចអាចញ៉ាំបានយើងបុកភ្លើងវាតិចបងប្អូនពេលដែលវាដាក់ឲ្យវាស្លោកផ្ទីហើយចាក់ទឹកថែមបន្តិចយើងភ្លុកវាទឹកវាទៅបើស្ទើរអីយើងថែមហ្នឹងទៅហ្នឹងហើយត្រឡប់ចោលត្រឡប់ឡើងហើយបន្ទាប់មកយើងបានម្ហូបមួយដ៏ឈ្ងុយឆ្ងាញ់គឺឆាផ្ទីជាមួយនឹងសាច់ជ្រូកក៏តាមមុខម្ហូបនេះខ្វះអ្វីមួយអូខេឥឡូវដាក់ថែមម្ទេសខ្វះម្ទេសអូខេឥឡូវយើងថែមម្ទេសចូលក្នុងហ្នឹងហើយដើម្បីបន្ថែមឲ្យជារសត្រឡប់វាមកស្ទុះចាំលើកដាក់ចានមុខម្ហូបយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនដែលតែងតែតាមដានទស្សនាវីដេអូខ្ញុំជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page ផងបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ